ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីណាដែលសូបិនឃើញត្បូងពេជ្របងប្អូនដែលសូបិនឃើញរើសបានត្បូងពេជ្រមួយគ្រាប់ដ៏ធំយកមកកាន់នៅក្នុងដៃឬក៏បានអោបឬក៏ឃើញណាបងប្អូនបើពុកម៉ែបងប្អូនលោកតាលោកយាយដែលសុបិនឃើញបែបនេះចាត់ទុកថាជាសុបិនល្អណាស់បងប្អូនអ្នកដែលមានគ្រួសារនិងអ្នកនៅលីវសូមស្ដាប់បើចំពោះបងប្អូនអ្នកមានគ្រួសារនិងអ្នកនៅលីវចង់ប្រកើតមុខរបរធំតូចឬក៏បងប្អូនមានការណាត់ជួបដៃគូជីវិតនៅក្នុងថ្ងៃនេះជាថ្ងៃដែលបងប្អូនសុបិនឃើញក្របពេជ្រនេះគឺចាត់ទុកថាការណាត់ជួបរបស់បងប្អូនសូមអញ្ជើញធ្វើដំណើរដោយសេចក្តីរីករាយចុះមិនចោទជាបញ្ហាអីទេដំណើរជើងសាររបស់បងប្អូនគឺជាដំណើរលៀបដំណើរជ័យដំណើរនៅសិរីសួស្តីនិងសុភមង្គលប្រកបតែលៀបធំទ្រព្យធំណាបងប្អូនណាថ្ងៃអញ្ចឹងបើបងប្អូនមានបំណងនឹងចង់ដាក់ទុនមុខរបរអ្វីគឺត្រូវម៉ាច់តែម្ដងណាបងប្អូនណាព្រោះជាពេលវេលាដែលហេងជាថ្ងៃដែលហេងជាហុងស៊ុយមួយសម្រាប់បងប្អូនតែចង់ការដាក់ទុនមិនបាច់ចាំទៅរកមើលគ្រូណាទេណាបងប្អូនណាផ្ដោតនៅលើសម្បត្តិរបស់ខ្លួនឯងទៅព្រោះសម្បត្តិរបស់ខ្លួនឯងហ្នឹងវាកាក់កបហើយវាច្បាស់បំផុតហើយណាបងប្អូនហើយចំពោះបងប្អូនអ្នកនៅលាវបើដល់គូបងប្អូនណាគឺដល់គូនឹងគឺជាគូដែលល្អសម្រាប់បងប្អូនហើយប៉ុន្តែល្អពីរៀងពិបាកដែរណាបងប្អូនណាតែគាត់ថានៅក្នុងសម្បិននេះបើបងប្អូនរើសបានអោបហើយគឺតំណាងថាជីវិតរបស់បងប្អូននឹងថ្លៃថ្លាជួបបុគ្គលនោះជាបុគ្គលដែលនាំភ័ព្វនាំសំណាងជូនពុកម៉ែបងប្អូនហើយអញ្ចឹងអ្នកនៅលាវហើយបងប្អូនអ្នកមានគ្រួសារនិងអ្នកនៅលាវលៀបសំណាងរបស់បងប្អូនដែលចូលនៅក្នុងថ្ងៃដែលបងប្អូនសុបិននេះគឺមកពីទិសខាងត្បូងណាបងប្អូនណាទិសខាងត្បូងគឺជាទិសដែលនាំលៀបគឺជាទិសដែលល្អសម្រាប់បងប្អូនអញ្ចឹងសូមបងប្អូនយកទិសខាងត្បូងគឺជាហុងស៊ុយសម្រាប់បងប្អូននៅក្នុងថ្ងៃដែលបងប្អូនសុបិនហើយចំពោះលៀបសំណាងក៏មកពីទិសខាងត្បូងហើយបញ្ហាក៏អាចតិចតួចមកពីទិសខាងត្បូងដែរប៉ុន្តែមិនធំទេព្រោះបងប្អូនគួរតែធ្វើទាំងអស់គ្នាណាបងប្អូនណាបើបងប្អូនចង់ឲ្យលៀបសំណាងនឹងនៅជាប់តដល់ថ្ងៃស្អែកទៅទៀតឬថ្ងៃដែលបងប្អូនកំពុងតែដំណើរការអ្វីមួយនោះសូមបងប្អូនយកផ្កាម្លិះមួយភួងថ្វាយដល់ព្រះឬក៏ថ្វាយដល់គុណមេត្តាបិតាទៅណាបងប្អូននិងលោកតាលោកយាយទាំងអស់នឹងជួបតែសំណាងល្អទទួលនៅអ្វីដែលហេងថ្ងៃអញ្ចឹងគ្រាន់តែក្នុងផ្កាម្លិះមួយភួងទទួលនៅក្លៀបសំណាងហើយអញ្ចឹងសូមបងប្អូនជ្រើសរើសនៅវិធីដូចអ្វីដែលខ្ញុំប្រាប់បងប្អូននឹងទទួលអ្វីដែលហេងនិងអ្វីដែលល្អណាបងប្អូនណាហើយចំពោះលេខសំណាងដែលបងប្អូនសុបិនឃើញពេជ្រនោះគឺមានលេខសំណាង8គុតនឹង089 8គុតនឹង089នេះជាលេខសំណាងសម្រាប់បងប្អូនដែលសុបិនឃើញពេជ្រធំណាបងប្អូនណាមិនមែនខ្សែកមិនមែនខ្សែដៃទេដល់បងប្អូនណាត្បូងទៅទេចាហ្នឹងហើយបើតបងប្អូនសុបិនឃើញត្បូងអញ្ចឹងហើយមិនថាត្បូងអ្វីទេឲ្យតែជាត្បូងឬក៏ជាត្បូងពេជ្រធំគ្រាប់ធំចេះណាបងប្អូនណាអញ្ចឹងសូមចែកដាច់ឲ្យគ្នាស្រឡះណាបងប្អូនអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនគាំទ្រនៅក្នុងវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe ឬក៏ម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យកកបនិងហេងរាល់ថ្ងៃកុំភ្លេចធ្វើអ្វីដែលខ្ញុំប្រាប់ជួយខមមិនល្អបងប្អូននឹងជួបរឿងរ៉ាវល្អបើបងប្អូនអត់ធ្វើតាមខ្ញុំទេមិនបាច់ទេណាបងប្អូនណាឬក៏បងប្អូនគាត់ដាក់មេដៃដើម្បីជាទឹកចិត្តប៉ុន្តែបើបងប្អូនធ្វើតាមខ្ញុំសូមបងប្អូនខមមិនល្អដើម្បីឲ្យរឿងល្អចូលនៅក្នុងឆាកជីវិតរបស់បងប្អូន
ជូនពរសូមឲ្យហេងៗសម្រាប់ថ្ងៃនេះ